ក្នុងការសោយស្រាប់មានថាគាត់ផ្លាស់ប្ដូរពីការដើរបើកវ៉ានម្ដងមួយវ៉ានខណ្ឌតាមប្លុកមួយមកបែរជាគាត់បើកតែចំនួនមួយវ៉ានតែគាត់ស្រោចបានទាំងអស់អញ្ចឹងគាត់ចំណេញបាទជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានខ្ញុំបាទឈ្មោះខុនសិលាជាមន្ត្រីបច្ចេកទេសប្រព័ន្ធសោយស្រពហ្គេនហើយឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅខាងត្រីមាសខាងតកែវដែលយើងបានតម្លើងប្រព័ន្ធស្រោចស្រពនៅចំការតរ៉េនដែលផ្លាស់ប្ដូរពីប្រព័ន្ធស្រោចស្រពចាស់ផ្លាស់ប្ដូរមកប្រព័ន្ធស្រោចស្រពថ្មីចំពោះបញ្ហាដែលគាត់ជួបប្រទះទាក់ទងបញ្ហាប្រព័ន្ធចាស់គាត់ដោយសារតែផលិតផលដែលគាត់បានប្រើហ្នឹងគឺអត់មានស្តង់ដារវាឆាប់ផុយឆាប់ស្រួយវាបញ្ចេញទឹកអត់គ្រប់គ្រាន់តាមដំណាំត្រូវការដូចជាតំបន់នេះវាជាតំបន់ភ្នំអញ្ចឹងវាមានទាបមានខ្ពស់អញ្ចឹងវាធ្វើឲ្យការសោយស្រពរបស់គាត់ហ្នឹងគាត់ចំណាយពេលយូរក្នុងការសោយស្រពចំណាយថវិកាផ្សេងទៅលើកម្លាំងពលកម្មអញ្ចឹងទើបគាត់សម្រេចចិត្តផ្លាស់ប្ដូរពីប្រព័ន្ធសោយស្រពចាស់របស់គាត់ហើយគាត់ចេះរើសក្រុមហ៊ុនដើម្បីតម្លើងប្រព័ន្ធសោយស្រពថ្មីជូនខាងចំការរបស់គាត់ក្នុងការដោះស្រាយបញ្ហាទៅលើប្រព័ន្ធចាស់របស់គាត់គឺគាត់ព្យាយាមប្រើជាការប្របែកវ៉ានទូចទៅតាមប្លុកមួយមានថាគាត់ប្របែកពីប្លុកមួយគាត់ដាក់ចំនួនដើមតិចអញ្ចឹងគាត់អាចស្រោចបានប៉ុន្តែវាចំណាយពេលយូរបើសិនបើម្ចាស់ចំការគាត់ជ្រើសរើសយកការសិក្សាទៅលើប្រព័ន្ធស្រោចស្រពថ្មីសម្រាប់ក្រុមហ៊ុន Gen បានរៀបចំសិក្សាទៅលើទំហំវីដេអូបរិមាណបញ្ចេញទឹកចំនួនដើមជាក់ស្ដែងដែលយើងត្រូវតម្លើងអញ្ចឹងគាត់នឹងប្រមូលព័ត៌មានទាំងអស់ហ្នឹងយកមកបញ្ចូលគ្នាហើយនឹងបញ្ចូលទៅក្នុង system ដើម្បីគណនាថាតើគួរថាប្រើទំហំវីដេអូដដែលឬក៏ផ្លាស់ប្ដូរដើម្បីឲ្យដំណាំរបស់គាត់ទទួលបានទឹកគ្រប់គ្រាន់តាមដើមនីមួយបន្ទាប់ពីយើងបានចុះមកសិក្សាទៅលើចំការរបស់គាត់ជាក់ស្ដែងទៅលើប្រព័ន្ធចាស់របស់គាត់យើងនឹងពិភាក្សាទៅលើប្រព័ន្ធមេរបស់គាត់តើគាត់ផ្លាស់ប្ដូរឬក៏អត់ហើយសិក្សាទៅលើប្រព័ន្ធ Subman ឬក៏ប្រភេទតាមដើមមួយតើគាត់ត្រូវការផ្លាស់ប្ដូរបែបម៉េចអញ្ចឹងយើងប្រមូលព័ត៌មានទាំងអស់ហ្នឹងសិក្សាហើយយើងគណនាបរិមាណទឹកជាក់ស្ដែងបន្ទាប់មកយើងក៏សម្រេចចិត្តជ្រើសរើសយកប្រព័ន្ធណាមួយដែលស្របជាមួយនឹងប្រព័ន្ធទឹករបស់ក្រុមហ៊ុន Gen យើងផងហើយសមស្របទៅតាមអ្វីដែលម្ចាស់ចំការត្រូវការអញ្ចឹងយើងមិនបញ្ចូលគ្នាក៏យើងសម្រេចចិត្តចេញជាតម្លើងតម្លៃនិងប្លង់ជាក់ស្ដែងជូនម្ចាស់ចំការដើម្បីសម្រេចចិត្តថាតើគួរតែតម្លើងបែបហ្នឹងឬក៏បែបផ្សេងទៀតដែលយើងបានរៀបចំជូនគាត់អញ្ចឹងគាត់មានការសម្រេចចិត្តក្នុងការជ្រើសរើសនៅប្រព័ន្ធការសោយស្រពថ្មីដែលយើងបានរៀបចំ design ឬក៏រចនាប្លង់ជូនគាត់មើលមុននឹងយើងតម្លើងនៅក្នុងការជួសជុលប្រព័ន្ធចាស់ឲ្យវាដំណើរការបានស្រួលនិងងាយស្រួលប្រើប្រាស់ចំណេញពេលវេលាក្រុមហ៊ុន Gen បានជ្រើសរើសនៅសម្ភារៈដែលនាំចូលពីក្រៅប្រទេសដើម្បីយកមកប្រើប្រាស់ឲ្យសមស្របជាមួយនឹងដំណាំចម្ការដោយជាក់ស្ដែងនៅក្នុងចម្ការនេះគឺយើងប្រើផ្លាស់ប្ដូរពីក្បាលសាច់ដែលវាអត់មានកំណត់លីត្រគឺវាចេញទៅតាមបរិមាណទឹកដែលបុកទៅគឺវាអត់មានកំណត់បរិមាណទេអញ្ចឹងយើងផ្លាស់ប្ដូរមកជាក្បាលសាច់ដែលមានកំណត់បរិមាណទឹកមានសន្ទះទប់ដើម្បីកំណត់បរិមាណទឹកទៅតាមដើមមួយកុំឲ្យវាលើសចំនួនដែលវាត្រូវការហើយយើងមានជាប្រភេទឈុតចម្រោះដើម្បីទប់ចាប់កតិកទីសម្រាមផ្សេងដែលវាហូរមកពីអាងស្តុកទឹករបស់គាត់អញ្ចឹងយើងកាត់បន្ថយការស្ទះអញ្ចឹងធ្វើឲ្យការដើរមើលឬក៏ការមើលថែរបស់គាត់មានភាពងាយស្រួលហើយយើងបានបន្ថែមទាក់ទងជាមួយនឹងhơiខ្យល់ដែលវាមានតួនាទីសម្រាប់ជួយបន្ធូរខ្យល់ដើម្បីកាត់បន្ថយការផ្ទុះបែកប្រយោលដោយចៃដន្យណាមួយដែលយើងមើលអត់ឃើញអញ្ចឹងយើងបានដាក់បន្ថែមអៀវ៉ាល់ជាច្រើននៅក្នុងប្លុកមួយដើម្បីកាត់បន្ថយនៅសម្ពាធខ្យល់ដែលវាធ្លាក់មកពីខាងលើហើយយើងមានបន្ថែមជាមួយនឹងជើងដោត
đầm bay plak đô pi ca để dương đặt chụp cho mùi nâng từ dầu mế dương ai rùng cơ bia pi ngày đám từ chết đám mà ngày đám bàn tam đầm đâu ca đây là cha chụp ca có thở ca với từ đến dương miền thông miền tội chẳng dương ai plak đô nơi ở trong ngày chạy xanh từ tam từ năm đại dương thông được cái tôi chẳng dương ai plak đô với bàn chẳng vì miền phiên nghi sưu miền tên hay mùi bên tiết dương ban và thêm tàu nâng nê là ca sầm piệt đầm bay trong nâng tha tá sầm piệt đây ở quạt thì lại mau pi khang an tức bọc quạt miên sầm piệtประมาณđầm bay dương trong nâng tha tá dương cu pra pra bao chùm nôn van ประมาณ đầm bay ở Việt Nam shop chùm mùi sầm piệt chùm mùi nâng cái ba sách nó tam đâm từ đến đại dương ban đặt tàu tam van thì mùi chẳng cứ dương miên ốp co từng on nâng đại dương ai thì địa ban tha ca cai prai bọc quan pi bọc quan chá mà bọc quan tham mấy níคือวิมินสัตว์เพียบจมพวกการพลับโดนกรึงก้มได้ยืงตำลังตะเลปปอนจ้ามีในท่ายืงเป็นเพียซ่าจมูกยังจ้าจมกาตากวดเธอการพลับโดนก็ไหลงาคลาดำใบยืงโยเตอเป็นเพียซ่านึงเกี่ยนเนี่ยพอสันบากันในได้ยังกึศท่าแต่โยเม่หรือก็ซับเมนไล่อยู่กันแต่โยเม่ลงนั้นซ้อมสลับจมูกนึงเอาไว้ได้ยังบานเกี่ยนในได้จังคือยังออนเป็นการพลับโดเตะแต่คือยังพลับโดนภายในงามุ้ยได้ยังกึศท่าเวียมันซ้อมสลับจมูกนึงดำน้ำวิทเวอร์ไอ้ดำน้ำบ่ยังนึงแต่ตัวตักอัดสมาจังคือยังเฟอร์การพลับโดตะเลจำนวนมวยนึงเจ้าสายเนาจมกาบ่หลบปูคือยังอัดพลับโดซับเมนไล่nhưก็โยเม่ลงเตะแต่ยังพลับโดตะเลba sai chùm mình cồn hay nâng mình thêm chùm mùi nâng phi thơ chùm rõ như là cá nâng hơi sờ dương và thêm từ lời cho nâng nâng phần đáy ở đây xem tích cư dân được xa ở bom cha cho cá nào tại đài chính mình tha trong hôn ghen ban sắc xa làm ất nâng ban vì xa chùm mùi nâng cha chùm ca đầm bấy vì xa cái nét táo dân cu tạt tục văn na khá để những ai phở bán rồi có vì xăm xo chùm mùi nâng chạy cái tê đây khang trong hôn ban sắc xá cư dân nơi tay để xa tục tại đài phần đáy cả này đây dương thực xa tư vì từ dụ mê rồi còn mê rôn bọn dân ở xóm sọp chẳng dân thì xa cái nét làm bấy lạc đầu ca chú chôl một bọn tực cha chùm pua cha chùm cá cứ quát tụ ban nơi thạch vào giàu chỉ tràn xa tại ba chùm bọn chết xanh đấy cứ nông ca soi sọp mình ha quát lạc đầu vì ca đào bạc quan mà đo mà ván khăn là tam block muối mò bay chỉ quật bao tay chừng ngưng mà ván tái quật soi bàn đằng ọ chẳng quật chừng nhanh từng pêu lía chừng nhanh chừng thạo cá nông ca ở trai từ lơ là cam nông ca soi sọp hay quật ai vô pêu pika đào bạc ván mùi nứng quật ai vô pêu phụ ấy xình bàn từ nam bóc quật cô từ tu ban tật smart kia phụ ai ca lụt lo hay nông ca thay tôm từ lơ từ nam bóc quật cứ miên phiệp là ở sai chừng mồn sầm rạp một cha chừng cá rồi có vùng mai bóng ôn đã miên chấm cá hay ban tầm langនៅប្រព័ន្ធសอยស្រាប់រួចរាល់ហើយប៉ុន្តែវាមានបញ្ហាដូចដែលខ្ញុំបាននិយាយពីខាងលើអញ្ចឹងបងប្អូនអាចងាកមកសិក្សាឬក៏សាកសួរមតិពីខាងក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន Gen តាមរយៈ Facebook Page ឬក៏លេខទូរស័ព្ទដែលមាននៅខាងលើបងប្អូនអាចតែតងបានក្រុមការងារបច្ចេកទេស Gen នឹងរីករាយក្នុងការផ្ដល់ជាមតិយោបល់និង recommend ផ្សេងចំពោះពុកម៉ែបងប្អូនឬក៏ម្ចាស់ចម្ការដែលមានបំណងចង់កែប្រែពីប្រព័ន្ធចាស់មកប្រព័ន្ធថ្មីវិញសូមអរគុណ